ប្រវត្តិសង្ខេបរបស់ AP Farm ចឹងយើងបានបង្កើតឡើងក្នុងឆ្នាំ2020ដោយយើងមានក្តីស្រឡាញ់អំពីកសិកម្មហ្នឹងហើយក៏យើងមានជំនាញអំពីកសិកម្មទាក់ទងនឹងការចិញ្ចឹមត្រីចិញ្ចឹមបង្គាហ្នឹងហើយក៏យើងមើលឃើញអំពីបញ្ហាបច្ចេកទេសដែលកើតឡើងចំពោះកសិករហើយយើងឃើញថាកសិករខ្វះផែនការទីផ្សារនិងទីផ្សារសម្រាប់លក់អញ្ចឹងយើងបានបង្កើត AP Farm ហ្នឹងឡើងបន្ទាប់ដំណោះស្រាយរបស់យើងគឺយើងមានសេវាកម្ម3ទី1គឺសេវាកម្មប្រឹក្សាយោបល់ជូនកសិករទី2គឺសេវាកម្មទាក់ទងនឹងការគ្រប់គ្រងសម្ភារៈទាំងអស់ហ្នឹងទី3គឺយើងផ្គត់ផ្គង់យើងទទួលទិញទិន្នផលទាំងអស់ហ្នឹងផ្គត់ផ្គង់ទៅលើកាន់ទៅទីផ្សារគុណតម្លៃរបស់ AP Farm គឺយើងជួយដោះស្រាយបញ្ហារបស់អតិថិជនរបស់យើងយ៉ាងមានប្រសិទ្ធភាពយើងជួយកសិករបង្កើតនិងបង្កើនគុណតម្លៃជូនដល់កសិករហើយក៏យើងជួយរកទីផ្សារជូនកសិករតាមរយៈការនាំផលិតផលទាំងអស់ទៅកាន់ទីផ្សារ